លោកអ្នកទិញដីរួចហើយព្រមទាំងបានទទួលកាន់ប្លង់រឹងនៅក្នុងដៃប៉ុន្តែមិនទាន់ផ្ទេរឈ្មោះតើលោកអ្នកគិតថាគ្រប់គ្រាន់ហើយឬនៅអ្នកទិញដីមួយចំនួនយល់ឃើញថាបន្ទាប់ពីបង់ប្រាក់រួចព្រមទាំងបានទទួលប្លង់រឹងគឺជាការស្រេចអស់បញ្ហាទៅហើយប៉ុន្តែផ្អែកតាមការអនុវត្តជាក់ស្ដែងការមិនបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិឲ្យបានឆាប់រហ័សអ្នកអាចប្រឈមនឹងបញ្ហាដែលនឹកស្មានមិនដល់ទី1ឈ្មោះម្ចាស់ដើមនៅមានក្នុងបញ្ជីកម្មសិទ្ធិនៅឡើយ2អាចមានផលវិបាកប្រសិនបើកើតមានវិវាទឬករណីផ្លូវច្បាប់ពាក់ព័ន្ធនឹងម្ចាស់ដើម3ការអះអាងឬការអនុវត្តសិទ្ធិលើអចលនវត្ថុអាចមានភាពស្មុគស្មាញជាងការផ្ទេរកម្មសិទ្ធិរួច4ការលក់បន្តការដាក់បញ្ចាំឬនីតិវិធីផ្សេងអាចជួបការលំបាកជាអាចដូច្នេះបន្ទាប់ពីទិញដីសូមបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំគិតថាកាន់ប្លង់រឹងគឺគ្រប់គ្រាន់ហើយការផ្ទេរកម្មសិទ្ធិគឺជាជំហានដ៏សំខាន់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកសុភាព Legal Property ឆ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក